អង្គុយសុកឃ្លានសាច់គោអាំងចង្កាក់អញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើជ្រក់ល្ហុងសម្រាប់ញ៉ាំជាមួយហ្មងទៅហើយជ្រក់ល្ហុងនេះមិនត្រឹមតែញ៉ាំជាមួយសាច់គោអាំងបានទេនិយាយទៅយើងញ៉ាំជាមួយនឹងបាយស្រូបឬក៏ជាមួយនំប៉័ងសាច់អីក៏បានដែរប៉ុន្តែសាច់គោអត់ទាន់បានធ្វើទេបងប្អូនធ្វើជ្រក់ទុកមុនហើយសម្រាប់គ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនមានតែល្ហុងតែសក់ការ៉ុតអីហ្នឹងសម្រាប់ល្ហុងគឺយើងយកអាសាគៀលបងប្អូនកុំយកទុំពេកបើសិនជាទុំញ៉ាំទៅវារាងទន់ៗអត់ឆ្ងាញ់ទេហើយបើសិនជាវារាងក្រហមអញ្ចឹងយើងដាក់តែខាងក្រៅមកអាខាងក្នុងយើងកុំដាក់វាហើយសម្រាប់ល្ហុងហ្នឹងយើងឈូសជាតសៃរាងឆ្មាវែងមកយើងឈូសរាងថ្នមដៃអញ្ចឹងណានេះបើសិនជាសកត់បន្តិចតសៃធំក៏វាអត់សូវឆ្ងាញ់ដែរបងប្អូនហើយល្ហុងខ្ញុំដាក់នេះគឺមួយផ្លែបងប្អូនឃើញតែច្រើនអញ្ចឹងមែនប៉ុន្តែពេលដែលយើងច្បាច់ទៅសល់តែបន្តិចទេសម្រាប់ល្ហុងមួយផ្លែហ្នឹងគឺខ្ញុំដាក់អំបិលប្រហែលជាកន្លះស្លាបព្រាបាយច្បាច់រាងយូរបន្តិចមកពីដំបូងឃើញតែច្រើនប៉ុន្តែច្បាច់ទៅមួយផ្លែទៅសល់តែប៉ុណ្្នឹងឯងហើយយើងច្បាច់ឲ្យពូតយកទឹកវាចេញឲ្យស្អាតមកដើម្បីឲ្យវាចេញជាតិជ័រជាតិអីអញ្ចឹងណាអានេះបើសិនជាយើងអត់ច្បាច់ទេធ្វើជ្រក់ទៅវាអត់សូវចូលជាតិហើយអាចធុំក្លិនជ័រក្លិនអីអញ្ចឹងទៅអានេះទឹកយើងមិនមែនដាក់ណាបងប្អូនគឺទឹកចេញពីល្ហុងហ្នឹងបន្ទាប់មកយើងយកល្ហុងហ្នឹងទៅលាងទឹកស្អាតប្រហែលជា2ទៅ3ទឹកឲ្យជ្រះជាតិអំបិលជាតិអីហើយយើងយកវាដាក់ក្នុងកញ្ច្រែងមួយដើម្បីសម្រោះទឹកឲ្យវាស្ងួតសិនឬក៏បងប្អូនណាដែលមានពេលអាចយកវាទៅខ្លះសេក្នុងទូទឹកកកបន្តិចទៅឲ្យវារាងត្រជាក់ស្រួយក៏ញ៉ាំទៅឆ្ងាញ់ដែរហើយបន្លែបន្ទាប់មកទៀតហ្នឹងគឺយើងមានជាតសក់នេះបងប្អូនដាក់ក៏បានអត់ក៏បានតាមចំណូលចិត្តប៉ុន្តែតសក់ហ្នឹងបើសិនជាដាក់ចិត្តវារាងស្ដាងមកបងប្អូនបើសិនជាធំពេកគឺវាអត់សូវចូលជាតិទេហើយមួយទៀតគឺជាការ៉ុតណាបងប្អូនការ៉ុតហ្នឹងយើងឈូសជាតសៃឆ្មាដូចជាមួយល្ហុងដែរមកគ្រឿងបន្តទៀតយើងមានខ្ទឹមសហើយនិងខ្ទឹមក្រហមខ្ទឹមសខ្ញុំប្រើរាងច្រើនដែរហើយហាន់ជាប្រទះស្ដាងឬក៏បងប្អូនអត់ចង់ហាន់ច្រាំយកហ្មងក៏បានដែរទាំងខ្ទឹមសទាំងខ្ទឹមក្រហមហ្នឹងអានេះខ្ញុំរៀងចូលចិត្តដែរអញ្ចឹងណាចឹងហើយគឺខ្ញុំដាក់រាងច្រើនហើយសម្រាប់គ្រឿងចុងក្រោយគេគឺជាម្ទេសប៉ុន្តែម្ទេសហ្នឹងបងប្អូនចង់ដាក់ក៏បានឬក៏អត់ក៏បានដែរបន្ទាប់ពីហ្នឹងមកយើងមកលាយទឹកជ្រក់ហ្មងទឹកខ្មេះខ្ញុំដាក់ចំនួន3ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេអំបិល1ស្លាបព្រាកាហ្វេជាមួយនឹងស្ករ1ស្លាបព្រាបាយកន្លះគ្រឿងក្រៅទាំងអស់ហ្នឹងបងប្អូនបើចាំដាក់តាមខ្ញុំក៏បានដែរនិយាយទៅយើងអាចដាក់បន្តិចសិនអញ្ចឹងណាចាំពេលដែលយើងប្រឡាក់ជាមួយនឹងល្ហុងជាមួយអីចឹងទៅបងប្អូនអាចភ្លក់មើលហើយថែមថយម្ដងទៀតបានទេបន្ទាប់ពីយើងកូរទឹកជ្រក់នឹងរលាយសព្វល្អហើយចាំបងប្អូនដាក់ល្ហុងជាមួយនឹងការ៉ុតតសក់ខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងដាក់ចូលក្នុងចានធំមួយហើយយើងច្បល់វាមកសម្រាប់ការច្បល់នេះរៀងយូរបន្តិចមកណាបងប្អូនប្រហែលជាខ្ទង់5ទៅ6នាទីដើម្បីឲ្យល្ហុងជាមួយនឹងតសក់អីហ្នឹងវាចូលជាតិបានសព្វល្អហើយបញ្ជាក់បងប្អូនបន្តិចសម្រាប់ជ្រក់គឺគេអត់ដាក់ទឹកត្រីទេណានិយាយទៅបើសិនជាដាក់ទឹកត្រីរសជាតិរបស់វានឹងមានអារម្មណ៍ថាទៅមួយបែបផ្សេងបងប្អូននិយាយទៅគឺអត់សូវឆ្ងាញ់ហ្មងបើសិនជាយើងដាក់ទឹកត្រីនឹងសម្រាប់ជ្រក់នេះបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំភ្លក់មើលគឺល្មមហើយបងប្អូនអញ្ចឹងហើយខ្ញុំអត់ថែមថយគ្រឿងអីទៀតទេខ្ញុំសកត់វាហើយទុកប្រហែលជាខ្ទង់កន្លះម៉ោងដើម្បីឲ្យវាកាន់តែចូលជាតិជាងមុនអានេះខ្ញុំអត់បានយកដាក់ចូលក្នុងទូទឹកកកទេបងប្អូនដោយសារតែចានរបស់ខ្ញុំនេះវារាងធំពេកអញ្ចឹងណាអញ្ចឹងហើយគឺខ្ញុំខ្ជិលយកដាក់ចូលហ្មងទៅប៉ុន្តែបើសិនជាបងប្អូនចង់ដាក់ក្នុងប្រអប់ក្នុងអីក៏បានដែរយើងដាក់ក្នុងប្រអប់ហើយទុកក្នុងទូទឹកកកប្រហែលកន្លះម៉ោងអីសិនទៅវាត្រជាក់គឺកាន់តែស្រួយជាងមុនហ្មងហើយសម្រាប់ខ្ញុំនេះខ្ញុំចង់ញ៉ាំសាច់គោអាំងចង្កាក់បងប្អូនប៉ុន្តែដោយសារអត់មានពេលអញ្ចឹងហើយធ្វើជ្រក់ល្ហុងទុកមុនញ៉ាំជាមួយនឹងសាច់ងៀតនេះគឺងៀតសាច់ជ្រូកអញ្ចឹងណាយើងញ៉ាំបានដូចគ្នាទេអានេះជាមួយបាយស្រូបក៏បានឬក៏ជាមួយនំប៉័ងក៏បានដែរនិយាយទៅធ្វើតែមួយចានដែកនឹងមកញ៉ាំបានឡើង 3-4 មុខហ្មងហើយសម្រាប់រសជាតិរបស់ជ្រក់ល្ហុងភាគច្រើនគឺគេយករាងផ្អែមបន្តិចអញ្ចឹងណារាងផ្អែមបន្តិចប៉ុន្តែបើថារសជាតិជូររសជាតិប្រៃអីហ្នឹងគឺយើងយកមកល្មមទេហើយជ្រក់នេះបើសិនជាយើងធ្វើច្រើនសល់អីចឹងទៅយើងអាចទុកក្នុងទូទឹកកកបានញ៉ាំបានខ្ទង់មួយអាទិត្យឬក៏លើសនឹងបន្តិចក៏បានដែរហើយសម្រាប់ជ្រក់នេះក៏ត្រូវជាមួយម្ទេសឆាដែរបើសិនជាបងប្អូនមានម្ទេសឆាអាចថែមបន្តិចមកញ៉ាំជាមួយគ្នាទៅគឺកាន់តែឆ្ងាញ់ហ្មងហើយសម្រាប់ជ្រក់ហ្នឹងបងប្អូនខ្លះទៀតគឺគាត់ដាក់ក្រូចឆ្មាអីចឹងណាប៉ុន្តែក្រូចឆ្មាឆាប់ខូចហើយរសជាតិហ្នឹងក៏អត់សូវឆ្ងាញ់ដែរហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ